មានសត្វក្រសាមួយចូលចាំចឹកត្រីនៅមាត់បឹងពេលនោះមានត្រីចង្វាមួយបានហែលពីមុខវាក្រសាគិតថាត្រីចង្វានេះតូចណាស់ស៊ីក៏មិនឆ្អែតដែររងចាំត្រីធំចឹកតែមួយឆ្អែតតែម្ដងត្រីចង្វាក៏ហែលបាត់ទៀតទៅបន្តិចមកមានកូនត្រីក្រាញ់មួយហែលមកទៀតវានៅតែមិនចឹកស៊ីក្រោយមកក៏មានកូនត្រីផ្ទក់មួយហែលមកទៀតក្រសាគិតថាបន្តិចទៀតនឹងបានជួបត្រីធំជាងនេះមិនខានត្រីផ្ទក់ក៏ហែលទៅបាត់ទៀតទាំងពីរព្រឹកដល់ប្រឡប់ក្រសារងចាំត្រីធំមិនឃើញសោះក្រសាវររកត្រនំវិញទាំងក្តីស្រេកឃ្លាន